Hello អ្នកទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយបាទរងស៊ីហើយថ្ងៃនេះដែរយើងមកលេងវគ្គវ៉ាន់ប្លុកចង់ដឹងថាការសប្បាយរបស់ខ្ញុំទៅជាងណាតោះតាមដានវីដេអូទាំងអស់គ្នាវគ្គវ៉ាន់ប្លុកចូលទៅមានឲ្យក្រៅពីកាប់ទៅនោះទេហើយខ្ញុំក៏ទៅvámតកាប់បាយជាព្រិចដីឲ្យវារីកធំគួរសមមកខ្ញុំត្រូវការធ្វើអ្វីផ្សេងៗទៀតហើយខ្ញុំក៏បានកាប់ទៅជាច្រើនបន្ទាប់ពីយើងកាត់ប្រហែលជាមកស្ទុះមកហើយខ្ញុំក៏ទទួលបានឈើនិងទទួលបានគោមួយទៀតហើយគោនេះខ្ញុំក៏គិតថារកធ្វើកន្លែងទុកដាក់វាត្រឹមត្រូវតែខ្ញុំមិនធន់ទុកនោះទេចាំហើយខ្ញុំព្រិចទេបានធំតាមជឿសិនពេលនោះខ្ញុំក៏បានជីកទៀតហើយខ្ញុំទទួលបានឆេះហើយឆេះនេះក្នុងនេះគឺថាមានកូនឈើមួយដើមហើយខ្ញុំក៏បានយកវាទៅដាំទុកប្រើការនៅពេលអនាគតឥឡូវនេះខ្ញុំអត់មានឈើទេអត់គ្រាន់តែចឹងមានខ្ញុំតាមចាំឲ្យឈើវាដុះធំបានខ្ញុំជីកថ្មកើតបន្ទាប់ពីខ្ញុំចាំអស់រយៈពេល1ឆ្នាំមកតាមឈើក៏បានដុះធំលូតលាស់ហើយខ្ញុំក៏បានទៅកាប់វាហើយឥឡូវនេះខ្ញុំត្រូវការក្រាស់ពីក្អិចទុកជីកថ្មខ្ញុំក៏បានក្រាស់ជីកថ្មតែវាថ្មវាបានត្រប់តែមួយទេដើមឈើវាចិត្តដុះលឿនខ្លាំងមែនទែនតែមួយភ្លែតនោះទេអត់ដឹងថាវាដែរលឿនខ្លាំងហ្នឹងទេហើយឥឡូវនេះខ្ញុំបានក្រាស់បន្ថៅទុកកាប់ឈើគូតែដើមឈើវាដុះជឿលឿនខ្លាំងមែនទែនហើយខ្ញុំក៏គិតថាធ្វើកន្លែងទុកដាំឈើមួយហើយខ្ញុំក៏បានធ្វើអរិយាពេលយូរខ្លាំងមែនទែនឥឡូវនេះខ្ញុំសូមកាត់ឲ្យវាលឿនទៅព្រោះតែខ្ញុំមិនចង់ឲ្យអ្នកគ្នាធុញទោះពីខ្ញុំបានមករួចហើយខ្ញុំក៏បានប្រមូលបានទុករៀបហើយខ្ញុំក៏បានកថារកធ្វើកន្លែងមួយទៀតគួរខ្ញុំឃើញគួរឥឡូវនេះខ្ញុំសុំជីកឲ្យវាផ្លែត
បន្ទាប់ខ្ញុំជិះកំស្ទុះមកហើយខ្ញុំក៏បានយកដីទៅដាំឈើព្រោះខ្ញុំត្រូវការយកឈើប្រើប្រាស់ជាច្រើនហើយលើនេះខ្ញុំបានដាក់ដាំវាមួយតាមលំដាប់លំដោយទុកប្រើនៅពេលអនាគតហើយពេលនោះខ្ញុំបានឃើញដើមឈើដុះហើយខ្ញុំក៏បានទៅកាប់ធ្វើកន្លែងមួយទៀតហើយខ្ញុំក៏ថាក៏ចង់ធ្វើកន្លែងមួយទៀតចិញ្ចឹមសត្វក៏ព្រោះតែសត្វខ្ញុំពិតជាច្រើនខ្លាំងមែនទែនឥឡូវនេះខ្ញុំសូមកាត់វីដេអូឲ្យវាលឿនទៀតហើយព្រោះខ្ញុំមិនចង់ឲ្យអ្នកគ្នាទោះនោះទេ
ហើយខ្ញុំក៏បានអូសសត្វទៅទ្រុំមួយគឺថាពិតជាពិបាកអូសខ្លាំងមែនតើតាំងទ្រុំចំហើយបន្ទាប់ពីខ្ញុំអូហ្វរ៉ៃចូលអស់ហើយខ្ញុំគិតថាអូមុនទៅទៀតប៉ុន្តែអាមុននេះពិតជាតាំងទ្រុំខ្លាំងមែនតើហើយខ្ញុំក៏មិនអូសវាវិញហើយខ្ញុំក៏បដូរមកជីកអានេះវិញហើយខ្ញុំក៏បន្តជីកក៏ព្រោះតែខ្ញុំមិនដឹងធ្វើអ្វីនោះទេ
ហើយខ្ញុំក៏ចង់ធ្វើកន្លែងមួយទៀតទុកធ្វើប្រើប្រាស់អ្វីនៅពេលអនាគតឥឡូវខ្ញុំសំកាត់ទៀតហើយខ្ញុំក៏បានបង្រិចវាហើយរួចរាល់ហើយខ្ញុំក៏គិតថារកធ្វើកន្លែងដាំឈើមួយទៀតគឺដាំឈើហ្វ្រូតហើយខ្ញុំក៏បានយកដើមឈើទៅដាំហើយពេលនេះខ្ញុំក៏បានដាំរួចរាល់ខ្ញុំគិតថាវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរហើយចាំជួបគ្នានៅវីដេអូក្រោយហើយវីដេអូក្រោយអ្នកនាងជួបខ្ញុំបាយបាយ